គ្រូបង្វឹកដែលតែងតែប្រើអំណាចផ្ដាច់ការទៅលើក្រុមឬក៏កីឡាករបានត្រឡប់ចូលមកអធិរាជរៀលម៉ាឌ្រីតដែរគឺលោកជូសេម៉ូរីញ៉ូគ្រាន់តែចូលភ្លាមទាសិទ្ធិអំណាចពីលតាប៉េរ៉េសដើម្បីគ្រប់គ្រងក្រុមរៀលម៉ាឌ្រីតទាំងមូលតែម្ដងហើយចូលភ្លាមក៏ដាក់សំណើស្នើទៅខាង Manchester United ដើម្បីទិញកីឡាករ Rashford បាទដើម្បីឲ្យចូលមកគេថាលើកដំកើងអធិរាជរៀលម៉ាឌ្រីតក៏ប៉ុន្តែ Rashford ពេលនេះគឺនៅជាប់កិច្ចកុងត្រាជាមួយនឹង Barcelona នៅឡើយហើយកិច្ចកុងត្រារបស់គេគឺចប់នៅរដូវក្តៅនេះដោយ Barcelona មិនហ៊ានចំណាយលុយ30លានផោនដើម្បីស្នើទិញកីឡាករ Rashford ទេក៏ប៉ុន្តែចង់ឲ្យ Rashford នៅលេងឲ្យ Barcelona ដដែលប៉ុន្តែមិនចំណាយលុយទៅលើRashford ដើម្បីទិញផ្ដាច់ពីខាង Manchester United ប៉ុន្តែលោក Jose Mourinho ឃើញពីសមត្ថភាពរបស់ Rashford ហើយក៏ចង់ទាញ Rashford ឲ្យស្ដារកិត្តិយស Real Madrid បន្ទាប់ពីការដឹកនាំរបស់លោក Jose Mourinho សង្ឃឹមថាអធិរាជReal Madrid នឹងដូចពីអតីតកាលដែលលោកធ្លាប់ដឹកនាំក្លាយជាអធិរាជនៅឯស្ប៉ាញដូចពីមុនកាលពីដែលលោកដឹកនាំ Real Madrid ធ្វើឲ្យ Real Madrid ក្លាយទៅជាស្ដេចហើយមានហាសនាមថាអធិរាជReal Madrid កាន់កាប់ពានរង្វាន់សឹងតែគ្រប់លីកតែម្ដងបាទកុំភ្លេចចូលរួមតាមដានអ្នកនរគ្នាថាលោកអាចទិញ Marcus Rashford ពី Manchester United បានដែរឬទេបាទសូមអរគុណ